បាទនេះជាកម្មចិន្តាឡើងទៅប្រាសាទលលៃបងប្អូនណាបាទប្រាសាទលលៃហ្នឹងត្រូវបានកសាងដោយព្រះបាទយសោវរ្ម័នទី1កសាងនៅឆ្នាំ893ហ្នឹងហើយដើម្បីឧទ្ទិសថ្វាយដល់ព្រះឥសូរបាទហើយប្រាសាទនេះដែរគឺបាទស្ថិតនៅខាងជើងផ្លូវជាតិលេខ6ពីសៀមរាបទៅភ្នំពេញបាទត្រង់បង្គោលគីឡូម៉ែត្រលេខ13បត់ចុះចម្ងាយប្រហែលជា500ម៉ែត្រពីផ្លូវជាតិបាទស្ថិតនៅក្នុងភូមិលលៃឃុំប្រាសាទបាគងស្រុកប្រាសាទបាគងខេត្តសៀមរាបបងប្អូនប្រាសាទនេះស្ថិតនៅកណ្ដាលបារាយណ៍ឥន្ទ្រតដាកដែលមានបណ្ដោយប្រវែង3800ម៉ែត្រនិងទទឹង300ម៉ែត្រនៅជិតព្រះវិហារវត្តលលៃហើយប្រាសាទនេះដែរបងប្អូនមើលទៅពណ៌ក្រហមឆ្អិនឆ្អៅល្អតែម្ដងបាទពណ៌ក្រហមនេះគឺធ្វើមកពីដីឥដ្ឋបងប្អូនណាបាទសង់រៀបជាជួរមុខក្រោយស្ថិតនៅលើទីទួលខ្ពស់កណ្ដាលបារាយណ៍តែម្ដងបងប្អូនហើយបើយើងគិតពីភ្នំពេញបងប្អូនណាគិតពីភ្នំពេញទៅប្រាសាទលលៃនេះគឺប្រហែលជា300គីឡូម៉ែត្រជាងទេបងប្អូនបាទហើយនឹងជិះប្រហែលជា5ម៉ោងជាងអញ្ចឹងណាបាទអាចទៅដល់ប្រាសាទហើយបាទនេះគឺជាការរៀបរាប់សង្ខេបខ្លីៗបាទអរគុណបើសិនជាវីដេអូនេះគិតថាសំខាន់កុំភ្លេចជួយ follow ហើយនិង share ម្នាក់មួយផងសូមអរគុណ